បាទវាសួរបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះយើងឃើញមានការប្រកួតតារាងខ្សែក្រវ៉ាត់មកគូបាទគុណខ្មែរយើងគឺកីឡាករសែនច័ន្ទរតិស័កដែលយើងស្គាល់ថា Alexandro កីឡាករប្រេស៊ីលបងប្អូនដែលគាត់ហាត់នៅក្លឹបគ្រូរីគីឥឡូវហើយគាត់គួតតារាងខ្សែក្រវ៉ាត់ជាមួយនឹងកូនសិស្សលោកគ្រូសេនមែនថេនគឺប៉ែនករិយស័យបាទហើយឃើញមានរឿងចម្រូងចម្រាសច្រើនដោយសារតែថាការដាក់បន្ទុកអត់ត្រឹមត្រូវអីចឹងបងប្អូនបាទហើយបាទជ័យជំនះនឹងខ្សែក្រវ៉ាត់គឺបានទៅលើកីឡាករប៉ែនករិយស័យតែដោយសារឃើញបងប្អូនមានប្រតិកម្មច្រើនហើយខ្ញុំអត់ទាន់បានមើលដែរឥឡូវយើងមកទស្សនាទាំងអស់គ្នាហ្មងបងប្អូនបាទចង់ដឹងថាការប្រកួតនឹងម៉េចហើយបងប្អូនយល់ថាម៉េចចាំខមមិនលេងទាំងអស់គ្នាបងប្អូនបាទសារឃើញចម្រូងចម្រាសច្រើនហើយអត់ទាន់បានមើលដែរបងប្អូនបាទឥឡូវយើងមកមើលទាំងអស់គ្នាហ្មងថ្លៃតិចរាល់ដងមក react បាទថ្ងៃនេះអត់ react ទេអង្គុយមើលដែរបណ្ដោយនឹងមានម្នាក់សម្លាប់តែម្នាក់ខាងណាទេហ្វែនការីស័យទាត់ទៅជើងពីហ្វែនការីស័យពីរឹកសាក់លូបអានេះពីរឹកសាក់លូបឆ្វេងស្ដាំលូបឆ្វេងតើហើយអត់ជួឃើញអាឡិចស្រក់ទឹកភ្នែកផងអីផងបងប្អូនពេលប្រកាសលទ្ធផលតែដឹងថាការប្រកួតនឹងវាមិនហើយលោកគ្រូរីគីក៏គាត់បានដាក់ពាក្យបានខលទៅស្នើសុំលោកគ្រូអូឯកឧត្តមប្រធានសហព័ន្ធលោកខើឆាយឲ្យពិនិត្យលទ្ធផលថាថ្មីបងប្អូនបាទលោកចូលពេញមិនឲ្យពីបាទសែនច័ន្ទរឹកសាកាចពីរឹកសាចាក់សោកកាចពីរឹកសាសោកតែអត់បញ្ញាទេបាទឬទៅសៃសោកតែអត់បញ្ញាទេបាទការប្រកួតហ្នឹងគឺ5ទឹកបងប្អូនហើយម្ចាស់ខ្សែក្រវ៉ាត់គឺអមនៅទឹកប្រាក់$6000បាទគឺ24លានរៀលហើយអ្នកចាញ់គឺ12លានរៀលតែក្រវ៉ាត់ IPC បាទគុណខ្មែររឿងពិសាជង្គង់រឿងពិសាកែងពីរឿងពិសាជង្គង់រឿងពិសាដាក់សោកជង្គង់មួយទៀតបាទអោបនេះដាក់សោកជង្គង់មួយទៀតបាទអោបនេះបាទចាក់សោពីបាទបែនការីជស័យអោបទៀតជង្គង់ពីរត់ដាក់ចូលដៃរបស់អោបទៀតជង្គង់ពីរត់ដាក់ចូលដៃរបស់បាទបែនការីស័យដុតជើងដាក់ចូលកែងមករត់ដាក់ចាក់សោពីជង្គង់បាទសែនចានជង្គង់ចាក់សោពីបាទសែនចានបំរុងពុះបាទព្រឹកខាន់ពុយសាឡាមកកណ្ដាលនេះលោកគ្រូខំទៅជាតិលោកបានមកដល់ទៀតទាត់ទៅជើងទាត់ឆ្វេងទាត់ទៅជើងទាត់ឆ្វេងមកពីរត់ទីសាបាទចាក់សោជាប់ពីច្រំជើងវាយលើពីបានកាក់រិទ្ធស័យដាក់ច្រំជើងវាយលើពីរិទ្ធសាក់ទាត់ជើងពីបានកាក់រិទ្ធស័យកែពីរិទ្ធស័យចាប់ទឹកទី1ចប់មកទឹកបងប្អូនចាប់ទឹកទី1បាទទឹកនេះដូចជាប្រហែលគ្នាទឹកមួយបាទហ្វៃកម្ពុជាគូខ្សែក្រវ៉ាត់វគ្គផ្ដាច់ព្រាត់ទឹកទី2សូវយល់ដែរបងប្អូនអើយការដាក់បន្ទុកឥឡូវបច្ចុប្បន្ននេះគឺអត់សូវយល់ហ្មងយកមកជើងនេះល្អបាទបែងការីស័យធាក់ដាច់ទល់ផឹងហ្មងចូលទៅជើងពីបែងការីស័យចូលទៅជើងពីបែងការីស័យចូលឯស្រាមទៀតពីបែងពីសាច់រិទ្ធសាចូលឯស្រាមទៀតពីបែងបាទសាច់រិទ្ធសាអត់ជួបកន្លែងនេះបាទតែណាគូនេះខ្ញុំទៅសារបែងការីស័យដែរបងប្អូនបើតាមខ្ញុំគិតថាគាត់មិនមែនជាដៃគូបាទឥឡូវទេតែគាត់ធ្វើបានល្អអាចឈ្នះទៀតចូលទៅជើងពីបែងការីស័យលោកវាយលើពីរិទ្ធសាចូលជួយស្រាំពីចូលវាប្រកួត5ទឹកហើយស៊ីនេះអត់ដាច់ចឹងវាចឹងបងប្អូនបត់ជង្គង់មួយទៀតចាក់ជង្គង់ទៅមកបត់ជង្គង់ពីបាទសែនច័ន្ទកែពីរត់ទីសាជួយតែឆ្វេងវិញចូលអូនរត់ទីសាស្រឡាញ់គ្នាណាអោបរហូតសម្រាប់បាទស្រឡាញ់គ្នាណាអោបរហូតសម្រាប់នឹងពីបាទចូលមកដៃពេញបាទសោព្រះរៀមសែនច័ន្ទរត់ទីសាបាទពីបែនការីស័យជង្គង់សែនច័ន្ទរត់ទីសានេះល្អបែនការីស័យបិទអាលេចបានបាទនេះកន្លែងនេះអោបជាប់អូជង្គង់ពេញផលលេចកន្លែងនេះអោបជាប់ជង្គង់ពីសែនច័ន្ទរត់ទីសាជង្គង់រត់ទីសាជង្គ
គង់រឿងចស័យ ញ៉ាំជង្គង់កាត់ជង្គង់រត់សាក់ ញ៉ាំជង្គង់កាត់ជង្គង់រត់ លោក សា សា ក់ ក់ក៏ចាប់បំបែក បាទលោកញ៉ាក្រាក៏ចាប់បំបែក បាទ អីយោអូអូអូ ចូលមកដល់ពេញពីបែកការីស័យឆ្វេងត្រាំពេញត្រាំពីរឿងចស័យ ពីបែកការីស័យក ែពីសាចាររសាជាប់ជើងពីបែកការីស័យ យ៉ាសោកន្លែងនេះជាប់បាទចាប់កាច់ យ៉ាសោកន្លែងនេះជាប់បាទចាប់កាច់កែពីសាចាររសាចូលមកដល់ លេចវាយអត់ចូលតែជង្គង់ល្អអាលេចជង្គង់ល្អបើវាយគាត់វាយមើលទៅធ្ងន់ប៉ុន្តែដោយអត់សូវចូល ជង្គង់សាចាររសា នេះអូយ៉ានេះគាត់វាយខាយវាប្រផិតគុំជា វេនស្នាមមួយទៀតកែរបស់សាចាររសាចូលបាច់ការត្រែងបាទ តែត្រង់នេះទៅបាត់តែលេចវាយអត់សូវត្រូវគោលដៅតែប៉ែនកាយស័យនៅគាត់ចង់ក្រាំងណែនបងប្អូន សាចាររសាជង្គង់សាចាររសា អូជង្គង់មកជង្គង់មកប៉ែនកាយស័យណែន ជង្គង់បែកការីស័យជង្គង់សាចាររសា ទៅដៅវ៉ាកានវ៉ាអាយយោ ដោទៀតហើយបាទចូលមួយដៃជង្គង់បែកការីស័យជង្គង់សាចាររសា បែកការីស័យ ជង្គង់បែកការីស័យ ការីស័យជង្គង់សាចាររសា ជង្គង់បែកការីស័យជង្គង់សាចាររសាជង្គង់មួយទៀត បយ ទឹកទី2បាហ្វៃកម្ពុជាគូខ្សែក្រវ៉ាត់វះផ្ដាច់ប្រវត្តិទឹកទី3 បាទទឹកទី3យ៉ាក់មួយជើងតាមចូលពីសែនចាន់ ស័យនេះគាត់ល្អរបស់គាត់ដែរបងប្អូនគាត់ថាអាលេចបុកលេចបុកមែនតើហ្មង កែរបស់សាចាររសាចូលស្រាំមួយទៀតពីសាចាររសាចូលស្រាំបុកអើយ ទៅពេលអ្នកមើលឃើញគាត់ចូលចិត្តកលាបុកកលាអីចឹងគាត់អត់ពេញចិត្តអ្នកថយចឹងប្រហែលគាត់គិតថាទុកនៅអាលេចអស់ហើយ ពីប៉ែនកា តែបើយើងមើលទៅក៏វាការវាយអីវារំសងដែរគាត់នៅខុសចង្វាក់បងប្អូនម្នាក់បុកម្នាក់ថយ អបជាប់ពីសានចាន់រិសាអបកែងកន្លែងនេះបាទលោកញ៉ាក្រាលចាប់បំបែកទស្សនាជាបន្តទៀតបាទញាក់តាមចូលជាប់មួយជើងបាច់កាត់ត្រែងបាទពីប៉ែនការិស័យលូឆ្វេងស្នាមទៅមករឿងខ្លួនបាទអបជាប់ជង្គង់បាទចាក់ជង្គង់ទៅមក ចាំបានថាការប្រកួតនេះស្តៀងការប្រកួតបុណ្យសទ្ធាហើយនឹងបើសខឹមបងប្អូន ជង្គង់មួយទៀត អាហ្នឹងគឺបុណ្យសទ្ធាដេញវាយបើសខឹមដេញវាយដល់ប៉ុន្តែពេលចាប់អីចឹងទៅវាបើសខឹមគាត់ចាក់សោបានល្អចឹងហើយតែពេលមុននឹងបុណ្យសទ្ធាចូលដេញវាយគឺចូលបើសខឹម1 2 1 2ហើយបានចាប់បានធ្វើអីគេកើត ជាប់ជាពីបាក់ឆ្វេងតាមពីសាចាររសាយ៉ាសោ អូអាលេចអុកលុកខ្លាំងមកប្រកួត សាចាររសា អាលេចបុកគ្មានទុកដង្ហើមស្អែកទេ លោកឆ្វេងស្នាមអបជាប់ជាបន្តទៀតជង្គង់សាចាររសាជង្គង់សាចាររសាជង្គង់ប៉ែនការាជស័យទោះមួយជើង ស្ដាយអាលេចដែរបាទគាត់ឡើងមកដល់វគ្គបាច់ព្រាត់ហើយ រៀបជាប់ជង្គង់សាចាររសា ខ្ញុំពេលខ្លះចង់ឃើញកីឡាករបរទេសពាក់ខ្សែក្រវ៉ាត់គុណខ្មែរដែរ ជង្គង់សាចាររសាជង្គង់ររិសា អនាគតទៅពួកគាត់នឹងយកទៅផ្សព្វផ្សាយអូខ្សែក្រវ៉ាត់នឹងខ្សែក្រវ៉ាត់គុណខ្មែរគាត់ឈ្នះពីខ្មែរទៅបាទហើយគុណខ្មែរវាមិនវាល្អវាមិនអីចឹង ចាមែនតើអរគុណរដ្ឋខេមរីឡាយបាទស្រាសតុនជួបជុំបានយូរកែរបស់ប៉ែនការីស័យជង្គង់មួយទៀត គាត់ប្រកួតនេះបងប្អូនឆ្លងកាត់វគ្គជម្លោះច្រើនណា វិលមកជុំ ជ្រុះអស់ហើយសូសខឹមណងសាវគង់ហើយជ្រុះអស់ ជង្គង់ទៅមកពេញណែនដូចគ្នា ឃើញលោកគ្រូរីគីខឹងខ្លាំងណា បោះជង្គង់មួយពីបាទ គ្រូរីគីខឹងចៅក្រមខ្លាំងគ្រូនេះ ចូលមកដៃរបស់ប៉ែនការីបោះបានជង្គង់ទៀតបាទអបជាប់កន្លែងនេះលោកអញ្ញាក្រាទាញមកកដោសៃវៀនបាទប្រគល់បន្ត ចែកបុកកណូតហើយបើមានចូលខ្លាយណាមួយឲ្យបែកឲ្យរាប់អីហ្នឹងបងប្អូនវាស្រួលកាត់ក្តីបន្តិច ទឹកទី3 ទឹក4ណា បាទរងចាំទស្សនាការប្រកួតទឹកបន្ត យកឲ្យទឹកចេញក្រៅបាហ្វៃកម្ពុជាគូខ្សែក្រវ៉ាត់វះផ្ដាច់ប្រវត្តិទឹកទី4 នេះថាទឹក4ហ្នឹង បាទទស្សនា គឺស័យឈ្នះដាច់ហ៎ ទ
តាមលើគូថេនថាហើយគ្រូរីគីក៏គាត់ទួស្គាល់ថាទឹកនឹងនិស័យឈ្នះដែរ ពេញមិនឲ្យពីបានការីនិស័យអបជាប់ជង្គង់សានចានរិស័កជង្គង់សានចានរិស័កជង្គង់បានការីនិស័យបាទចាក់ជង្គង់ទៅមកជង្គង់ មួយរយៈនេះក្លឹបគូថេនប្រមូលខ្សែក្រវ៉ាត់ច្រើនហ្នឹងបងប្អូនបាទកូនសិស្សគាត់អាហ្គានីស្ថានពី3នាក់ហ្នឹង ជង្គង់បាទអោប មានមហាម៉ាត់មានយ៉ាស៊ីនមានអាលីរ៉េសា បួងមកជង្គង់ពីបានការីនិស័យជង្គង់សានចានរិស័កជង្គង់បានការីនិស័យកែងបាទអូយអូយបាទត្រូវលោកកញ្ញាកដាល បាទពុះមកកែងបាញ់មិញអត់ត្រូវទេបាទកែងបាទសែនចាន់រិទ្ធិស័កជង្គង់មួយទៀតជង្គង់បាទប្រកួតបន្តទៀតតកក្រោមពីសែនចាន់រិទ្ធិស័កបុកមកកែងដោះខ្លួនមកពីប៉ែនករិស័យចាក់ជង្គង់មួយទៀតជង្គង់ប៉ែនករិស័យ បាទជង្គង់ចារិស័កចាក់ជង្គង់ប៉ែនករិស័យជង្គង់រិស័យ តាមប៉ាត់គូនេះមើលតាមខ្ញុំ រិទ្ធិស័ក ប៉ាន់ស្មានខ្ញុំថាតុបអាលិចអត់បានចប់5ទឹកទេ និយាយពីថាអោបជង្គង់ តែទៅពេលនេះម៉ូនេះបន្ទុហ្នឹងមួយជើងដាច់ផ្ងាទិញ បាទពីប៉ែនករិស័យបាទដាច់ចន្ទុលទាត់មួយជើងពីប៉ែនករិស័យឆ្វេងស្រាមពីបាទសានចានរិទ្ធិស័កជង្គង់សានចានរិទ្ធិស័កជង្គង់មួយទៀតចាក់ជង្គង់ទៅមកជង្គង់កែងបាទពីសានចាន់រិទ្ធិស័កបាទលោកកញ្ញាកដាលក៏ចាប់បំបែក ម្ដាយពេញ ដកក្រោមបាយលើម្នាក់មួយផ្លែជង្គង់សានចាន់រិទ្ធិស័កអកកន្លែងនេះចេញអត់រួចទេបាទលោកកញ្ញាកដាលចាប់បំបែកបាទអរគុណដល់ Cambodia Premium បាទកាន់ Cambodia Live Cambodia Supreme ចាក់សាជាប់ចាក់ជង្គង់មួយទៀតជង្គង់សានចាន់រិទ្ធិស័កជង្គង់រិទ្ធិស័កទឹកទី4ហើយបាទដោះអបជាប់ជង្គង់កាច់ជង្គង់ប៉ែនករិស័យ លិច ជង្គង់ប៉ែន លិចនេះដាក់វាយមួយធុនបណ្ឌិតនឹងល្អមើលមកយើងបងប្អូន បាទទៅមកសម្រាប់អ្នកទាំងពីរចូលមួយដៃជង្គង់ ឥឡូវនេះមិនធម្មតាបង បាទ ប្អូន ប៉ែនករិស័យ អូប៉ាគុណខ្មែរយើងធ្លាប់បងឈុតកូរ៉េបានថង ចប់ទឹកទី4 ចម្រើនគុណខ្មែរ កម្ពុជាគូខ្សែក្រវ៉ាត់វាផ្ដៃព្រាត់ ចောက်សវិន 5ជាទឹកផ្ដៃព្រាត់ ទឹកផ្ដាច់ព្រាត់ហើយសូមសម្លេងផ្ដល់កម្លាំងចិត្តដល់កីឡាករទាំងពីរឲ្យបានខ្លាំងមួយ ទឹកដៃព្រាត់បងប្អូន ដល់ក្រោមដាក់មួយជើងពីប៉ែនករិស័យតាមចូលពីសានចាន់រិទ្ធិស័កទៅរិទ្ធិស័កទៅចូលមកដៃបាទអត់ជាប់ដាក់មួយជើងរូបឆ្វេងស្ដាំពីសានចាន់រិទ្ធិស័កទាត់ជើងក្រោមពីសានចាន់រិទ្ធិស័កចូលមកដៃពីប៉ែនករិស័យកែរបស់សានចាន់រិទ្ធិស័កជង្គង់ប៉ែនករិស័យជង្គង់សានចាន់រិទ្ធិស័កជង្គង់ប៉ែនករិស័យជង្គង់សានចាន់រិទ្ធិស័កជង្គង់ប៉ែនករិស័យជង្គង់សានចាន់រិទ្ធិស័កចាក់ជង្គង់ទៅមកពេញរៀងខ្លួនបាទអោបជាប់លោកអញ្ញាកដាក៏ចាប់បំបែកអរគុណដល់ Cambodia Premium បាទ Cambodia Live Cambodia Supreme នេះបាទអោបជាប់បើនិយាយទៅបាទចូលចិត្តអោបឡើងជង្គង់សម្រាប់អ្នកទាំង កែ ពីរ បុកអាលិចអត់ចូល មួយជើង អាលិចចេញច្រើនហើយចេញធ្ងន់តែអត់សូវត្រូវគោលដៅបងប្អូន ជង្គង់សានចាន់រិទ្ធិស័កជង្គង់ប៉ែនករិស័យ គាត់ថាការប្រកួតហ្នឹងអាលិចគាត់បុកខ្លាំង ចាក់ជង្គង់ទៅមកជង្គង់មួយទៀត រិស័យគាត់ចេញមកដូចយើងច្បាស់ជាងអាលិច កម្លាំងដល់អត់ចូលទេចូលមកដៃពីប៉ែនករិស័យកែងរបស់សានចាន់រិទ្ធិស័កអោបជាប់លោកញ៉ាក្រាលក៏ចាប់បំបែក អូឆ្វេងបាល់អាលិចមួយពេញល្អ ជើងពីប៉ែនករិស័យលូបានឆ្វេងដៃពីសានចាន់រិទ្ធិស័ក លោតទៅវិញចូលមកអាលិចវិញ ចាំមួយពីបាទ បាទចង់ដឹងឈ្នះចាញ់ទៅសួរអ៊ីម៉ាប់ហ្នឹងអ៊ីម៉ាប់របស់ប្រយ៉ងមិនដែរអ៊ីម៉ាប់ឲ្យវិន័យឈ្នះល្អ បញ្ហាទេបាទទស្សនាជាបន្តទៀត
mau tiếp thạm một chương đi sang trang đơn giản ốp chuột chừng cùng pan cả đôi giày chừng cùng pan cả đôi giày chừng cùng sang trang đơn giản mỏi trốn ở đây song tao mà chơi làm tao mà được luôn ốp chuột vàលោកញ៉ាកដាក៏ចូលមកជាបន្តទៀតប្រកួតបន្តថាមួយជើងពីប៉ែនការដេសៃចូលឆ្វេងត្រាំពីសានចាន់ដេសា ចូលណាមួយឲ្យធ្ងន់ឲ្យវាចអីអន ជង្គង់ទៅមកជង្គង់សានចាន់ដេសា គ្រូរគីថា ជាប់ សិស្សប្រធានរត់ទៅស្លាប់ បាទតានតឹងមែនហ៊ឺអោប គាត់ ជង្គង់ ទឹក5វ៉ាជង្គង់លេងដល់គ្នា បាទវិនាទីចុងក្រោយតើកាប់ជើងក្រោម ចប់ទឹក5បាទបងប្អូន បាទ ចាប់ ហូររៀងខ្លួនបាទបងប្អូនណាគាត់ប៉ែនការីសីនេះអាដិតគាត់គឺដូចជាអែមភីរុនបងប្អូន អាយយ5ទឹកពេញ ដល់ប៉ែនកាក់ ក្រហម សម្រាប់ការប្រកួត ខៀវឬក៏ក្រហមសូមសម្លេងឲ្យកីឡាករទាំងពីរមួយទៀតមកអូហើយ បាទ ចាទស្សនភាពនេះអស្ចារ្យមែនទែនចាកីឡារស់ក្នុងសន្តិភាពចាក្រោយពីប្រកួតចប់គឺមិត្តភាពធម្មតាប៉ុន្តែនៅឡើយការប្រកាសលទ្ធផលចាឥឡូវនេះបន្ទូកំពុងតែស្ថិតនៅ វីដេអូមានប៉ុណ្ណឹងទេបងប្អូនហើយបងប្អូនមើលឲ្យចប់5ទឹកហ្នឹងគិតមិនដែរហើយលទ្ធផលនេះគឺកីឡាករបកគោខៀវ ទស្សនារូបភាព ប៉ែនកាក់ ការប្រកួតបានមិញនេះ រាជសីគាត់យកឈ្នះបន្ទុទៅលើ បាទអោបជាប់ សែនចាន់រតិស័កហើយកសោបបាញ់ខ្សែក្បាត់ IPCC គុណខ្មែរមួយខ្សែហើយនឹងទឹកប្រាក់$6000បាទ ដូចគ្នា ហើយ បាទ បងប្អូនយល់មិនទៅខ្ញុំក៏អត់ហ៊ាននិយាយដែរគូនេះបាទមើលទៅដូចវាមិនលើសមិនខ្វះគ្នាអញ្ចឹងខ្ញុំ ខៀវឬក្រហម មិនហ៊ាននិយាយទេបាទវីដេអូប៉ុណ្ណឹងបងប្អូនណាជំរាបលា សូមត្រេកតែបានខ្លាំងដល់ Camera Beer បាទបន្តិចទៀតនឹងបានដឹងបាទសម្រាប់បាទលទ្ធផលវគ្គផ្ដាច់ព្រាត់ អញ្ចឹងក្នុងកំឡុងពេលនៃការចាបោកបន្ទូត្រៀមនៅក្នុងការប្រកាសលទ្ធផលក្នុងពេលបន្តិចទៀតនេះពីសំណាក់គណៈកម្មការរៀបចំការប្រកួតប្រដាល់គុណខ្មែរចាសូមជម្រាបជាថ្មីម្ដងទៀតថាសម្រាប់ជំនួបនៃការប្រកួតវគ្គផ្ដាច់ព្រាត់ដណ្ដើមខ្សែក្រវ៉ាត់ IPCC គុណខ្មែរនៅលើសង្វៀន Mafai Cambodia ដែលទទួលការឧបត្ថម្ភផ្ដាច់មុខពី Cambodia Beer អ្នកដែរចាខ្លាយទៅជាម្ចាស់ជើងឯកចាខ្សែក្រវ៉ាត់លេខ1ទទួលបាន24លានរៀលរីឯលេខ2 12លានរៀល បាទ បាទសូមអរគុណ ចាសូមបន្តិច បាទខ្ញុំបាទសូមបាទជំរាបផងដែរថាចាញ់ឈ្នះគឺជារឿងកីឡាបាទសូមរក្សាបាទសណ្ដាប់ធ្នាប់បានរៀបរយបាទ ចា សម្រាប់ការប្រកួតនេះគឺតានតឹងមែនទែន បាទសូមអរគុណម្ចាស់ខ្សែក្រវ៉ាត់គឺ ជូនទៅដល់គណៈកម្មការបច្ចេកទេសប្រកាសលទ្ធផលជាផ្លូវការប ង្គោលខៀវឈ្នះបង្គោលក្រហមដោយពិនទូ ចា បាទអរគុណដល់គណៈកម្មការបង្គោលខៀវ ម្ចាស់ខ្សែក្រវ៉ាត់ IPCC គុណខ្មែរលំដាប់ពិភពលោកសង្វៀន Mafai Cambodia ដែលទទួលបានការឧបត្ថម្ភពី Cambodia Beer អបសាទរទៅដល់ បាទអរគុណ បង្គោលខៀវបានការរាជសី បាទអរគុណណាស់បាទខ្ញុំបាទក៏សូមបាទគ្រប់អញ្ជើញអ្នកអាជ្ញាលៀងមេសាសាប្រឹងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុនខ្មែរបើបរិជីមេតាផ្ដល់ជាកិត្តិយសប្រគល់បាទខ្សែក្រវ៉ាត់ក៏ដូចជាស្លាករង្វាន់ក៏សូមគ្រប់អញ្ជើញអាដាមនិនពីរំអនុប្រធានសហព័ន្ធកីឡាផ្ដាល់គុណខ្មែរបាទសូមគ្រប់អញ្ជើញ ចាអរគុណច្រើនចាជាថ្មីម្ដងទៀតសម្រាប់កីឡាករចាម្ចាស់ខ្សែក្រវ៉ាត់ចាពិភពលោកចា IPCC គុណខ្មែរចាសម្រាប់សង្វៀន Mafai គឺទទួលបានទឹកប្រាក់24លានរៀលដែលស្មើទៅនឹង$6000ដែលជាការផ្ដល់ជូនពីក្រុមហ៊ុនខ្មែរ Beverages ជើងឯករងលេខ2 12លានរៀលស្មើទៅនឹង$3000ចាទៅកាន់កីឡាករដែលខិតខំតស៊ូ អរគុណបាទសូមគ្រប់អញ្ជើញអាដាមបណ្ឌិនភិរមបាទសូមគ្រប់អញ្ជើញបាទមេតាផ្ដល់ជាកិត្តិយសប្រគល់ស្លាករង្វាន់ ច
បាទ ចាឲ្យបន្ថែមពីនោះចាបន្ទាប់ពីចាទឹកប្រាក់រង្វាន់ខ្សែក្រវ៉ាត់នេះហើយចាគឺអ្នកអុកញ៉ាលៀងមេងសាក់សាប់ប៉ុណ្ណឹងដែលជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុនខ្មែរបាបិជិស្កប្រកោជូនទៅដល់ចាអ្នកឈ្នះបន្ថែមទៀតគឺ4លានហើយជើងឯកក្រុងគឺ2លានរៀលបន្ថែមទៀតចាអញ្ចឹងសរុបសម្រាប់ចា